แรปปี้គ្មានសំណងខ្ញុំមិនចង់ព្រោះនឹកដល់ប៉ាแรปปี้គ្មានសំណងធ្វើឲ្យខ្ញុំហូរទឹកនេត្រាប៉ាខ្ញុំធ្វើសំណងតាំងពីខ្ញុំនៅកូម៉ាប៉ាខ្ញុំធ្វើសំណងយកលុយឲ្យខ្ញុំសិក្សាប៉ាខ្ញុំធ្វើសំណងយកលុយមកប្រគងគ្រួសារលោកប៉ាតែងតែប្រាប់កូនប្រុសថាកូនអើយកូនប្រុសកូនខំប្រឹងសិក្សាកុំឲ្យធំឡើងល្ងងដូចជាលោកប៉ាសំដីលោកប៉ាប្រាប់ធ្វើឲ្យកូនហូរទឹកនេត្រាឈឺចិត្តឈឺចាប់ព្រោះមិនបានជួយធ្វើការជំនួងប៉ាលោកប៉ាខ្ញុំធ្វើសំណងគាត់ហូបបាយច្រថងគាត់ខំលីស៊ីម៉ងដើម្បីយកលុយឲ្យកូននេះចូលសាលាមិនចង់ឲ្យតថ្ងៃមុងកូនឡើងងងដូចជាលោកប៉ាគាត់រៀនរស់រៀនកិននេះប្រាគំនិតនេះសាមញ្ញខំប្រឹងតស៊ូរាល់ថ្ងៃដើម្បីមនុស្សជាទីស្រឡាញ់លោកប៉ាគឺជាវីរបុរសសម្រាប់កូនប្រុសម្នាក់នេះណាបើគ្មានលោកប៉ាជីវិតកូនក៏គ្មានន័យប៉ុន្តែកូនមានលោកប៉ាគឺជាវីរបុរសខ្លាំងក្នុងចិត្តកូនប៉ារ៉េបពីគ្មានសំណងខ្ញុំមិនចង់ព្រោះនឹកដល់ប៉ារ៉េបពីគ្មានសំណងធ្វើឲ្យខ្ញុំហូរទឹកនេត្រាប៉ាខ្ញុំធ្វើសំណងតាំងពីខ្ញុំនៅកូម៉ាប៉ាខ្ញុំធ្វើសំណងយកលុយឲ្យខ្ញុំសិក្សាប៉ាខ្ញុំធ្វើសំណងយកលុយមកប្រគងគ្រួសារលោកប៉ាតែងតែប្រាប់កូនប្រុសថាកូនអើយកូនប្រុសកូនខំប្រឹងសិក្សាកុំឲ្យធំឡើងល្ងងដូចជាលោកប៉ាសំដីលោកប៉ាប្រាប់ធ្វើឲ្យកូនហូរទឹកនេត្រាឈឺចិត្តឈឺចាប់ព្រោះមិនបានជួយធ្វើការជំនួងប៉ាលោកប៉ាខ្ញុំធ្វើសំណងគាត់ហូបបាយច្រថងគាត់ខំលីស៊ីម៉ងដើម្បីយកលុយឲ្យកូននេះចូលសាលាមិនចង់ឲ្យតថ្ងៃមុងកូនឡើងងងដូចជាលោកប៉ាគាត់រៀនរស់រៀនកិននេះប្រាគំនិតនេះសាមញ្ញខំប្រឹងតស៊ូរាល់ថ្ងៃដើម្បីមនុស្សជាទីស្រឡាញ់លោកប៉ាគឺជាវីរបុរសសម្រាប់កូនប្រុសម្នាក់នេះណាបើគ្មានលោកប៉ាជីវិតកូនក៏គ្មានន័យប៉ុន្តែកូនមានលោកប៉ាគឺជាវីរបុរសខ្លាំងក្នុងចិត្តកូនប៉ា